សប្តាហ៍នេះស្វាយចិត្តមែនតើដែលបានចូលរួមការប្រកួតវាយសីបែបសប្បុរសធម៌មួយសម្រាប់កុមារ Autism នៅកម្ពុជាដែលរៀបចំឡើងដោយតារាងវាយសីជ្រុលចង្វាទើបតែបើកថ្មីចំនួនគូចូលរួមមាន78គូដែលរៀបចំតែមួយថ្ងៃចប់ពេលហើយការលេងនឹងគឺសប្បាយមែនតើចុងក្រោយខ្ញុំទទួលបានចំណាត់ថ្នាក់លេខ3ជាមួយដៃគូរបស់ខ្ញុំគឺបញ្ញាអ្វីដែលខ្ញុំសប្បាយចិត្តមួយទៀតគឺកីឡាវាយសីឥឡូវបានផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជាច្រើនដែលយើងអាចរៀបចំបែបនេះបានអញ្ចឹងយើងមានអត្ថប្រយោជន៍ជាមួយនឹងការលេងផងជាមួយនឹងកម្មវិធីសប្បុរសធម៌ផងក្នុងនាមពួកយើងជាអ្នកដែលមានធនធានយើងត្រូវតែចូលរួមគ្នាដើម្បីគាំពារសង្គមទៅលើ4ចំណុចសំខាន់មែនទែនទី1គឺយុវជនដែលមានអនាគតភាពឬក៏ភាពបញ្ជាក់អក្សរចំណែកទី2គឺយុវជនដែលខ្វះការងារធ្វើចំណែកទី3គឺកុមារដែលកើតជំងឺពីកំណើតចំណែកទី4ចុងក្រោយគឺយុវជនដែលគាត់កើតជំងឺបាក់ទឹកចិត្តអញ្ចឹង4នេះគឺជាចំណុចសំខាន់ដែលពួកយើងដូចជារាជរដ្ឋាភិបាលកំពុងតែចូលរួមគ្នាដើម្បីដោះស្រាយបញ្ហានេះអញ្ចឹងនេះហើយគឺជាចំណុចសំខាន់មួយទៀតការប្រកួតហ្នឹងគឺស្វាត់ស្វែងមែនតើហើយឃើញថាគូជ្រើមែនតើដែលគាត់លមួលកពើបបងចោលការប្រកួតអញ្ចឹងខ្ញុំប្រាប់ធីប1ដើម្បីកាត់បន្ថយការលមួលកពើនឹងយើងត្រូវចេះលេងសើកលាំងនៅក្នុង tournament ដែលរៀបចំមួយថ្ងៃនឹងអញ្ចឹងទី1យើងត្រូវតែធ្វើការកុំសូវហក់គប់ជ្រឿនពេកដោយធ្វើការឈរគប់ឬក៏ហក់ចេញពីដីហ្នឹងមកបន្តិចបានហើយដើម្បីឲ្យដងខ្លួនជាខេះបងយើងឲ្យលាស់បានល្អចំណែកទី2យើងត្រូវតែចេះលេងរួញសៃហ្នឹងបានច្រើនដើម្បីទទួលបានពងហ្នឹងដោយមិនបាច់ធ្វើកលាំងច្រើនចំណែកទី3នៅពេលដែលយើងឈ្នះហើយកន្លះម៉ោងក្រោយយើងប្រកួតទៀតយើងត្រូវតែពលាបីជើងរបស់យើងខ្សែបីជើងហ្នឹងឬក៏ដោះបីជើងហ្នឹងពាក់បីជើងសូកដើរឬក៏អង្គុយសឡូកជើងឲ្យបានត្រឹមត្រូវដើម្បីប្រអប់ជើងយើងហ្នឹងបន្ថយសម្ពាធបើចំណុចនេះសំខាន់មែនទែនការប្រកួតហ្នឹងគឺចប់ដល់ម៉ោង 7:08 បានចប់ហើយពួកយើងបានបិទកម្មវិធីហ្នឹងដោយក្តីសប្បាយរីករាយជាមួយនឹងគណៈអធិបតីដែលបានចូលរួមទស្សនាផងដែរវគ្គផ្ដាច់ព្រាត់ហើយជាមួយនឹងវគ្គចែកជ័យលាភីដល់គូទាំង3និងទាំង4ណាទាំងអស់មានដល់លេខ4 so សប្បាយចិត្តហើយសង្ឃឹមថានៅថ្ងៃមុខនឹងមានកម្មវិធីប្រកួតវាយសីបែបសប្បុរសធម៌នេះកាន់តែច្រើនជាងនឹងទៀតហើយខ្ញុំចូលចិត្តជាមួយនឹងការចូលរួមបែបសប្បុរសធម៌